ក្រុមគ្រួសារមួយមានសមាជិក4នាក់បានរួមដំណើរក្នុងរថយន្ត Toyota ព្រុសមួយគ្រឿងបើកបរនៅពេលយប់ដោយខ្វះការប្រុងប្រយ័ត្នស្រាប់តែចូលចង្កូតធ្លាក់ចូលកសិនអង្គរបណ្ដាលឲ្យឪពុកម្ដាយរងរបួសស្រាលចំណែកកូនតូចៗចំនួន2នាក់រងរបួសធ្ងន់ឆ្លក់ទឹកសន្លប់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ទឹកកសិននេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង 8:35 នាទីយប់នៅថ្ងៃទី 28 ខែធ្នូឆ្នាំ 2025 ស្ថិតនៅចំណុចកសិនអង្គរលើរុក្ខវិថីព្រះសីហនុចំណុចអសរទេចំបក់កំណប់ស្ថិតក្នុងភូមិក្រវ៉ាន់សង្កាត់នគរធំក្រុងសៀមរាបជនរងគ្រោះទាំង4នាក់រួមមានទី1ឈ្មោះរតពិសិដ្ឋភេទប្រុសអាយុ35ឆ្នាំជាប្តីនិងជាអ្នកបើកបររថយន្តរងរបួសស្រាលនិងទី2ឈ្មោះហឿងថាវីភេទស្រីអាយុ28ឆ្នាំជាប្រពន្ធរងរបួសស្រាលនិងទី3ឈ្មោះរតរក្សាភេទស្រីអាយុ5ឆ្នាំត្រូវជាកូនរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនិងទី4ឈ្មោះរតពិសាសុតភេទប្រុសអាយុ3ឆ្នាំជាកូនរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបក្រុមគ្រួសារជនរងគ្រោះខាងលើមានលំនៅភូមិនគរក្រៅសង្កាត់គោកចកក្រុងសៀមរាបតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី 29 ខែធ្នូឆ្នាំ 2025 មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងបន្ទាប់ពីមានគ្រួសារមួយមានសមាជិកចំនួន4នាក់និងគឺឪពុកម្ដាយនិងកូនតូចៗចំនួន2នាក់ធ្វើដំណើរដោយរថយន្តមួយគ្រឿងម៉ាក Toyota ព្រុសពណ៌ក្រហមពាក់ស្លាកលេខកំពង់ឆ្នាំង 2C5595 បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះដល់ចំណុចអសរទេបានរេចង្កូតធ្លាក់ចូលកសិនអង្គរវត្តខាងត្បូងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ក្រោយកើតហេតុរថយន្តសង្គ្រោះបានដឹកជញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបសមត្ថកិច្ចបានឲ្យដឹងថាករណីរថយន្ត Toyota ព្រុសបើកធ្លាក់ចូលទឹកកសិនខាងលើនេះគឺមូលហេតុអ្នកបើកបររថយន្តបើកលឿនដោយខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើងនិងបង្កឲ្យឪពុកម្ដាយរងរបួសស្រាលចំណែកកូនប្រុសស្រីតូចៗ2នាក់រងរបួសធ្ងន់ឆ្លក់ទឹកសន្លប់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រោយកើតហេតុរថយន្តខាងលើត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាបណ្ដោះអាសន្ន